ឥឡូវវាល្អប្រសើរជាងមុនបងប្អូនទាំងអស់គ្នាដោយសារខ្ញុំប្រើប្រភេទស្បៃក្របនេះបងប្អូនស្បៃជ័រនេះណាចឹងក្របទៅត្រីរបស់យើងសัตว์អត់ស៊ីបាទដូចចាបដូចអីណាចឹងចាបអីវាអត់ស៊ីហើយបន្ទាប់ពីក្របខ្ញុំសង្កេតមើលទៅបាទត្រីរបស់យើងវាអាចឲ្យផលបានអត់ដូចមុនទេបាទមុនបើសិនជាត្រីវារៀងច្រើនបាទត្រីតូចនឹងរៀងច្រើនអញ្ចឹងយើងមើលទៅឃើញច្រើនណាបាទបន្ទាប់ពីវាធំទៅចាប់ផ្ដើមបាត់ម្ដងតិចម្ដងតិចបាទយូរស្ទើរតែអស់បងប្អូនបាទយូរស្ទើរតែអស់បាទកន្លែងនេះមានត្រីដែរបាទនេះរៀងត្រឹសហើយនេះប៉ាន់ចកោះហើយបងប្អូនប៉ាន់គល់ចកោះហើយបាទនេះកន្លែងនេះកញ្ចឹងណានេះប៉ាន់គល់ចកោះហើយបាទនេះពួកមហាឆៃតែដោយសារមករយៈហ្នឹងខ្ញុំរវល់បងប្អូនអញ្ចឹងទៅអត់សូវបាននេះទេអត់សូវបានរៀបត្រីថតត្រីអីទេបាទត្រីវាមានមិនច្រើនអីណាទេគ្រាន់តែថាវាមានខ្លះដោយពួកអេសានតុងដែងហ្នឹងបាទអេសានតុងដែងមានញីមានឈ្មោលអញ្ចឹងបងប្អូនចង់យកទៅប្រកាត់តពូជអីបាទអាចឆាតមកបានអេសានតុងដែងពួកមហាឆៃពណ៌ទឹកប៊ិចពណ៌អីហ្នឹងណាអាហ្នឹងមានខ្លះបាទអេសានតុងដែងអាហ្នឹងមានល្មមប្រកាត់ប្រហែលគូដែរបងប្អូននៅដូចជា3គូឯមិនដឹងទេបាទបាទឥឡូវលេងប្រើប្រភេទស្បៃនេះឯងបងប្អូននេះប្រើស្បៃនេះវាឆាប់ផុយទី1នេះវាឆាប់ផុយហើយទី2យើងប្រើបកគោអាស័យអញ្ចេះវាឆាប់ខូចឆាប់ពុកអញ្ចឹងឥឡូវខ្ញុំលេងប្រើឲ្យបងប្អូនប្រើលក្ខណៈធម្មជាតិបដ ாய் ទៅបាទដាក់តាគៀតខ្លះអីខ្លះតកួនខ្លះអីខ្លះស្មៅទឹកខ្លះអីចឹងទៅបាទហើយដាក់នេះអាស្បៃជ័រនេះរឹងនេះក្របតាមពិតទៅចង់ធ្វើកម្របវាឲ្យវាល្អជាងហ្នឹងតែដោយសារថវិកាយើងវាមានកម្រិតណាបងប្អូនណាអញ្ចឹងខ្ញុំធ្វើប៉ុណ្ណឹងសិនណាប្រើប្រភេទនេះសិនបាទប្រើប្រភេទនេះសិនចឹងនេះកន្លែងប្រកាត់ហើយជ្រុងខាងនោះបងប្អូនឃើញដើមចេកច្រើននេះគឺជាប្រភេទដើមចេកក្របបងប្អូនអញ្ចឹងចំពោះបងប្អូនដែលចង់បានបាទស្លឹកចេកក្របទុំបាទយកទៅធ្វើទឹកម៉ាក់ឬក៏យកទៅដាក់នៅក្នុងអាងកូនត្រីលូកូនត្រីឬក៏យកទៅធ្វើអីផ្សេងទៀតបងប្អូនអាចធ្វើការឆាតមកបានដូចគ្នាបាទបងប្អូនអាចធ្វើការឆាតមកខ្ញុំមកតាមរយៈ Telegram បាទ Telegram 097 6 3ដើម 8218 097 6 3ដើម 8218 ឬក៏បងប្អូនអាចធ្វើការឆាតចូលpage របស់ខ្ញុំមកដែល page ទី1មានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរ page ទី2មានឈ្មោះថាឆាវលក់ត្រីក្រឹម page ទី3មានឈ្មោះថា Paradise on Earth ដែលជាភាសាអង់គ្លេសឬក៏បងប្អូនអាចធ្វើការឆាតចូលFacebook របស់ខ្ញុំណាបាទដោយ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសបាទចឹងបងប្អូនអាចតាក់ទងមកបានតាក់ទងជាមួយនឹងជុតភ្ញាស់អាទិមេឬក៏ចង់សាកសួរអីផ្សេងទៀតបាទអត់បានធ្វើស្មៅវាបងប្អូននេះឡើងទ្រុបទ្រុលអត់សូវមានពេលតែចង់សូវបាននេះទេបាទខាងនោះក៏អញ្ចឹងដែរបងប្អូនឃើញបាទនៅកន្លែងគុំអស័យជេខាងនោះក៏ស្មៅដែរស្មៅឡើងណែនអស់ហើយតែឥឡូវដល់ខែប្រាំងហើយបងប្អូនខែស្ងួតហើយអញ្ចឹងស្មៅនឹងតិចទៀតវាងាប់អស់ហើយបាទដល់ពេលវាងាប់អស់ទៅយើងស្រួលនេះហ่าស្រួលកាវវាយើងយកកាដៀវកាវវាដាច់មកអស់ចឹងកន្លែងនេះកន្លែងចាស់បាទកន្លែងចាស់ហ្នឹងមានលូ
40 lú cái này tham mấy nó miền mà phây lù chẳng phải cho học sập lú ấy còn đấy người miền mà chấm nấu này đằng mà chấm nấu tiết nó toàn bàn đã thế bà bom bom trong video này mình là phân năng này ở con mà chụp trong video mình top nóไปក្រោយទៀតបាទ